ឃើញពួកគាត់កំពុងតែព្រាចនេះមិនមែនព្រោះស្រូវឬក៏ព្រោះសំណាបទេអ្នកទាំងអស់គ្នាមុននឹងគេធ្វើដីដាំចឹងអ្នកទាំងអស់គ្នាកន្លែងតកែខ្ញុំគឺគេមានជីបាយកុំឲ្យអាលួយគល់អីចឹងទៅឬក៏កុំឲ្យសត្វល្អិតផ្សេងយាយីបន្លែរបស់គាត់បើសួរថាជីកំពុងតែព្រាចនឹងជីអីអត់ដឹងទេនិយាយថាពីមើលថែមែនតើប៉ុន្តែសត្វល្អិតគឺនៅតែមានរហូតមិនថាដង្កូវឬក៏សត្វរោមស្លឹកបន្លែនិងស្អិតគឺនៅមានចឹងអ្នកទាំងអស់គ្នាក្រឡេកមកដល់ត្រង់នេះគឺជាសកម្មភាពបងប្អូនយើងកំពុងតែរៀបចំចេញក្រៅរងបេះរងនឹងហើយគឺទៅបេះរងនៅជាប់នឹងមួយទៀតចឹងអ្នកទាំងអស់គ្នាខាងក្រោយនេះគេដាំឈីការីពណ៌ខៀវហើយខាងមុខឈីការីពណ៌ក្រហមក្រហមនេះគេក្រៅកស៊ូកលាល្អិតបេះទឹកទី1រឿងពិបាកបេះណាអ្នកទាំងអស់គ្នាបងប្រុសពងទាញកស៊ូគាត់ទៅមកពីខ្មែរប្រពន្ធគាត់តានីវីសាអ៊ីស្រាអែលចាំបងគេមកស្វាវិញមកស្វាមែនអត់អ្នកគេនិយាយចឹងហ៎បងខ្ញុំចង់ទៅសួរពួកម៉ាក់ខ្ញុំទីអ្នករួចហ៊ីបាត់ក៏អីធ្វើការមួយមិនហើយមកទៅមួយទៅem on លក់ណាអូនឯងអូនលោកតាការ៉េនេះកូនទួតអើយរកកន្លែងបេះឃើញអូយបេះរេធឺនេះរេធឺកន្លែងនេះឈ្មោះថារេធឺកន្លែងនេះរសជាតិល្វីងអ្នកទាំងអស់គ្នាតើកាយខ្ញុំខានដាំយូរហើយឥឡូវធ្វើដាំផ្លាស់ថ្មីទៀតនេះពេកអត់ហើយនោះចង់រំមេរេធ្វើមិនឆាត់ឈីកូរីហ៎មេរេធ្វើឲ្យសម្អាតឈីកូរីអានេះសម្អាតវាស្រួល